ចាថ្ងៃនេះគឺជាកិច្ចប្រជុំកម្ពុជារបស់ប្រទេសមហាអំណាចទាំង7ដែលគេហៅថា G7 ឬក៏ខ្មែរយើង G7 ដែលជាសុទ្ធសឹងតែជាប្រទេសមហាអំណាចនៅភាគខាងលិចហើយនិងប្រទេសអាមេរិកចាអញ្ចឹងនៅក្នុងកិច្ចប្រជុំនេះគឺប្រទេសដែលជាសមាជិករបស់ G7 ហ្នឹងគឺមានដូចជាប្រទេសអង់គ្លេសប្រទេសកាណាដាប្រទេសបារាំងប្រទេសអាល្លឺម៉ង់ប្រទេសអ៊ីតាលីប្រទេសជប៉ុននិងប្រទេសអាមេរិកដែលជាធម្មតាកិច្ចប្រជុំនេះគឺគេធ្វើឡើងដើម្បីពិភាក្សាគ្នាអំពីវិបត្តិសេដ្ឋកិច្ចអំពីការទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្មរួមគ្នាហើយនិងគោលនយោបាយអន្តរជាតិនេះគឺជាកិច្ចប្រជុំលើកទី52ហើយធ្វើនៅក្នុងប្រទេសបារាំងចាអញ្ចឹងប្រទេសកិច្ចប្រជុំឬក៏ក្រុមសមាជិកនេះមុនដំបូងឡើយគឺមានតែ5ប្រទេសទេគេហៅថា Big Five ប្រទេសមហាអំណាចធំនៅលើពិភពលោកតែម្ដងគឺមានប្រទេសបារាំងប្រទេសអាមេរិកប្រទេសជប៉ុនហើយនិងប្រទេសអង់គ្លេសហើយនិងប្រទេសអាល្លឺម៉ង់ភាគខាងលិចចាហើយក្រោយមកទៀតក៏មានប្រទេសរុស្ស៊ីចូលរួមដែលបានក្លាយទៅជាសមាជិកទាំង8ប៉ុន្តែប្រទេសរុស្ស៊ីត្រូវបានគេទាត់ចោលនៅឆ្នាំ2014នៅពេលដែលលោកពូទីនបានធ្វើការវាយប្រហារដោយសារតែគេដាក់ថ្កោលទោសលោកពូទីននៅឬក៏ប្រទេសរុស្ស៊ីហ្នឹងអំពីការឈ្លានពានទៅលើប្រទេសអ៊ុយក្រែននៅលើទីក្រុងគ្រីមៀចាអញ្ចឹងហើយឥឡូវនៅសល់តែ7ប្រទេសទេចាអញ្ចឹងកិច្ចប្រជុំលើកនេះគឺមានប្រទេសមួយចំនួនដែលជាភ្ញៀវចូលរួមផងដែរគឺដូចជាប្រទេសប្រេស៊ីលប្រទេសខេនយ៉ាប្រទេសកូរ៉េខាងត្បូងហើយនិងប្រទេសឥណ្ឌាផងដែរដែលបានចូលរួមជាលក្ខណៈភ្ញៀវចាអញ្ចឹងកិច្ចប្រជុំនៅថ្ងៃនេះគេពិភាក្សាទៅលើវិបត្តិសេដ្ឋកិច្ចទៅលើផ្នែកប្រេងទូទាំងសកលចាអរគុណបងប្អូនទាំងអស់គ្នាសូមជួយចុច like ផង